សួស្តីបងប្អូនប្រិយមិត្តនិងកូនខ្មែរនៅទូទាំងពិភពលោកជាទីគោរពថ្ងៃទី26ធ្នូ2025នេះនឹងត្រូវចារក្នុងប្រវត្តិសាស្ត្រថាជាថ្ងៃបង្ហូរឈាមនិងថ្ងៃនៃកម្ពុជាខណៈដែលពិភពលោកកំពុងសម្លឹងមើលកិច្ចប្រជុំ GBC នៅប៉ៃលិននៅឯសមរភូមិបន្ទាយមានជ័យសៀមបានធ្វើរឿងដ៏កម្របំផុតដោយប្រើប្រាស់កម្លាំងអាកាសនិងកាំភ្លើងធំបាញ់ស្រោចមកលើភូមិឋានបងប្អូនខ្មែរយើងធ្លាក់មកដោយគ្រាប់ភ្លៀងប៉ុន្តែបងប្អូនអើយទឹកដីភាគខាងលិចនេះមានម្ចាស់ការពារដ៏ស័ក្តិសិទ្ធិបំផុតគឺលោកតាដំបងក្រញូងសៀមដុតផ្ទះខ្មែរម៉ោង6:08នាទីបារមីលោកតាបាំងទៅដុតស្រុកសៀមវិញនៅម៉ោង6:10នាទីភ្លើងឆេះទីក្រុងសេដ្ឋកិច្ចភ្លើងឆេះកណ្ដាលបាងកកនិងរន្ធត់បំផុតគឺភ្លើងឆេះវត្តអារាមសៀមថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទៅជីកកាយនៅរាល់ព័ត៌មានលម្អិតតាំងពីព្រឹកទល់ថ្ងៃត្រង់ទាំងនៅសមរភូមិទាំងនៅស្រុកសៀមនិងទាំងវិបត្តិអ្នកនយោបាយសៀមដែលកំពុងហែកហួរគ្នាយើងចាប់ផ្ដើមពីចំណុចដែលឈឺចាប់បំផុតពេញមួយព្រឹកថ្ងៃទី26ធ្នូនេះយោធាថៃបានប្រែក្លាយស្រុកអូជ្រៅឲ្យទៅជាគំនរផែកផង់ដំបូងឡើយយើងទទួលបានរបាយការណ៍ថា F16 ទម្លាក់40គ្រាប់ប៉ុន្តែព័ត៌មានចុងក្រោយបញ្ជាក់ថាចំនួនបានកើនដល់ជិត60គ្រាប់បងអូនសាក់ស្រមៃមើលគ្រាប់បែកមួយគ្រាប់អាចកំទេចផ្ទែកមួយខ្នងចុះ60គ្រាប់ភូមិជោគជ័យនិងភូមិព្រៃច័ន្ទប្រហែលជាមិនសល់អ្វីទេក្រៅពីផេះនិងរណ្ដៅគ្រាប់អ្វីដែលសាហាវគឺសៀមប្រើ drone ដើម្បីចង្អុលគោលដៅនិងប្រើ F16 ដើម្បីទម្លាក់គ្រាប់ពួកគេមិនហ៊ានចូលតាមដីព្រោះខ្លាចវីរៈកងទ័ពអាម៉ាទើបសុកចិត្តធ្វើជាឃាតករលើអាកាសនេះគឺជាឧក្រិដ្ឋកម្មសង្គ្រាមជាក់ស្ដែងសៀមមិនអាចប្រកែកបានទេថាខ្លួនការពារខ្លួនព្រោះការទម្លាក់គ្រាប់បែក60គ្រាប់គឺជាការប៉ុនប៉ងលុបបំបាត់ភូមិសាស្ត្រខ្មែរមិនត្រឹមតែពីលើមេទេនៅលើដីក៏ថៃបាញ់មិនដកដៃដែរក្រសួងការពារជាតិបានបញ្ជាក់យ៉ាងលម្អិតអំពីការបាញ់ប្លង់ចូលក្រុងប៉ោយប៉ែតម៉ោង08:15នាទីសៀមបាញ់3គ្រាប់ចូលសង្កាត់និមិត្តម៉ោង08:36នាទីបាញ់ថែម2គ្រាប់ទៀតចូលសង្កាត់និមិត្តដដែលម៉ោង7:45ដល់ម៉ោង9:03នាទីបាញ់សរុប17គ្រាប់ចូលភូមិសាស្ត្រប៉ោយប៉ែតក្នុងនោះ10គ្រាប់ចូលរង្វង់មូលស្ទឹងបត់5គ្រាប់ចូលអណ្ដូងថ្មមាស2គ្រាប់ចូលទួលពងរម៉ោង9:46នាទីបាញ់ថែម2គ្រាប់ទៀតចូលស្ទឹងបត់សង្កាត់ផ្សារកណ្ដាលម៉ោង9:59នាទីដល់ម៉ោង10:53នាទីបាញ់ថែម6គ្រាប់ទៀតចូលស្ទឹងបត់រង្វង់មូលស្ទឹងបត់និងផ្លូវ58នេះគឺជាសរសៃឈាមសេដ្ឋកិច្ចសៀមបាញ់10គ្រាប់នៅទីនេះគឺដើម្បីកាត់ផ្ដាច់ផ្លូវដឹកជញ្ជូននិងធ្វើឲ្យប្រជាជនយើងដែលកំពុងដើរដំណើររងរបួសសង្កាត់និមិត្តជាតាំងដងលំនៅឋានថៃបាញ់ចូលទីនេះគឺដើម្បីសម្លាប់បងប្អូនខ្មែរយើងដែលនៅឆ្ងាយពីព្រំដែនផ្លូវជាតិ5និងផ្លូវ58ត្រូវបានបិទទាំងស្រុង